ជំរាបសួរបងប្អូនម្ចាស់ចំការកស៊ូទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងកស៊ូហើយនឹងកតាបាទខែក្តៅរាំងបាទផងហើយកស៊ូបាទថ្ងៃនេះខ្ញុំនឹងនិយាយចំណេះដឹងរួមផ្ដល់ជូនបងប្អូនហើយនឹងពីវិធីសាស្ត្រយុទ្ធសាស្ត្រហើយនឹងភាពជាក់ស្ដែងបាទជូនបងប្អូនទាំងអស់គ្នាថាហើយបងប្អូនដែលបានចំណេះដឹងហ្នឹងនៅពេលដែលបងប្អូនអនុវត្តពេលក្រោយៗកុំធ្វើតម្រាបទៅតាមទាំងអស់ហ្នឹងណាបងប្អូនកុំធ្វើតម្រាបឬគំរូទាំងអស់ហ្នឹងពីព្រោះអីខ្ញុំបានធ្វើវីដេអូហើយខ្ញុំបានចែករំលែកជូនបងប្អូនហើយបាទអញ្ចឹងសង្ឃឹមថាបងប្អូនដែលស្រឡាញ់កស៊ូដែលដាំកស៊ូបងប្អូននឹងធ្វើតាមហើយនឹងកែតម្រូវឬបាទមានចិត្តមួយកុំដូចកស៊ូដែលមានបញ្ហានេះបាទដែលកំពុងតែមានបញ្ហានេះអញ្ចឹងគឺខ្ញុំគ្រាន់តែមកធ្វើថតហើយនឹងមកផ្ដល់យោបល់ជូនម្ចាស់គាត់ឲ្យដើម្បីបាទកែបញ្ហាបងប្អូនឃើញកស៊ូនេះគឺខ្ញុំថតនៅថ្ងៃទី4បាទទីខែ4ថ្ងៃទី27ខែ4 2026បងប្អូនមើលទំហំដើមបាទអានេះធំជាងគេក្នុងមួយចំការបាទធំជាងគេខែពីហ្នឹងប៉ិនមេជើងឡើងកស៊ូនេះវាចូលបើរាប់ជាខែគឺ21ខែបាទ21ខែខ្វះបាទខ្វះ3ខែទៀតបាទគឺ2ឆ្នាំពេញបាទអញ្ចឹងកស៊ូនេះគឺជាចម្លើយបងប្អូននឹងឃើញហ្នឹងមែនទេខ្ញុំចែករំលែកទីមួយពាក់ព័ន្ធទៅនឹងបាទនេះបាទដើមហេតុបាទដំឡូងមីបាទហើយពូជនេះគឺពូជអេរិត251បាទដើមហេតុគឺបាទនេះគឺខាងនេះបាទទី2បាទការបងប្អូនចំណាយលុយបាទបាញ់ទៅលើបំពន់បាទទី1ម្ចាស់គាត់ថាបាញ់ដែរមួយខែម្ដងបាទហើយកស៊ូដាច់បងប្អូនឈ្នះជួរអត់បងប្អូននៅពេលដែលកស៊ូខ្ញុំតែងជម្រាបជូនបងប្អូនថាឆ្នាំទី1ឬក៏ឆ្នាំទី2ហ្នឹងឲ្យសូមឲ្យបងប្អូនយកចិត្តទុកដាក់សិនឧទាហរណ៍បងប្អូនដាំឆ្នាំទី1ក្នុងដី1000ដើមបងប្អូនអាចងាប់ថា10ដើមប៉ុន្តែខ្ញុំមានបទពិសោធន៍ហើយខ្ញុំដាំដល់50000ដើមខ្ញុំងាប់ប្រហែលចូល30ដើមមិនមែនខ្ញុំដាំខ្លួនឯងទេគឺបាទម្ចាស់ចកាដែលដាំជាមួយតែខ្ញុំមិននិយាយទេនរគាត់ថាអួតពីព្រោះរាល់ថ្ងៃតំបន់គាត់គឺបាទគេស្ទុះមកទទួលបច្ចេកទេសពីខ្ញុំហើយអញ្ចឹងមុនចូលដល់ប្រធានបទខាងលើនេះសូមជម្រាបជូនបងប្អូនថាសម្រាប់បងប្អូនដែលត្រូវការជីថ្នាំកសិកម្មបំពន់ទៅលើដំណាំកស៊ូឬដំណាំទូទៅគឺយើងខ្ញុំមានប្រឹក្សាយោបល់ពីព្រោះអីយើងខ្ញុំមានទី1សញ្ញាបត្របញ្ជាក់ការសិក្សាទាំងក្នុងប្រទេសបាទហើយជំនាញបាទគឺក៏នៅក្នុងប្រទេសដែរបាទគឺខ្ញុំមានសញ្ញាបត្រមានមានយួមទៅក៏មានច្បាប់ត្រឹមត្រូវទាំងអស់អញ្ចឹងកម្រិតវប្បធម៌របស់ខ្ញុំគឺចំពោះបងប្អូនដែលបាទមួយចំនួនគាត់มันអាចនឹងប្រៀបបានទេពីព្រោះបទពិសោធន៍របស់ខ្ញុំវាចូលចង់30ឆ្នាំហើយបាទអញ្ចឹងនេះគឺជាការចែករំលែករបស់ខ្ញុំហើយចំពោះខ្ញុំមួយគឺខ្ញុំជម្រាបជូនបងប្អូនថាដែលចង់បានពាក់ព័ន្ធទៅនឹងចំណេះដឹងគឺបងប្អូនអាចមើលវីដេអូហើយមើលឲ្យយូរមើលមួយឲ្យទៅមួយឲ្យចប់បងប្អូនដើម្បីអីដើម្បីបងប្អូននឹងជ្រាបចំណេះដឹងហ្នឹងបាទមើលម្ដងហើយម្ដងទៀតបាទអត់យល់ហើយចំពោះបងប្អូនដែលត្រូវការជីថ្នាំកសិកម្មគឺបងប្អូនអាចតាក់ទងមកលេខ097 624 2515បាទចំពោះចម្ងល់អីអាចខមមិនចូលក្នុង Telegram ហើយចំពោះដែលបងប្អូនបាទលេខនៅខាងលើដែលខ្ញុំនិយាយហ្នឹងគឺជាលេខ Telegram ដែរដែលត្រូវការជីទិញជីថ្នាំកសិកម្មអាចខលតាមលេខផ្ទាល់ក៏បានឬក៏តាក់ទងតាមលេខ Telegram ក៏បានបើចំពោះ Smart គឺខ្ញុំមាន069 24 25គឺ11បាទអញ្ចឹងខ្ញុំសូមមកផ្សាយប្រម៉ូទប៉ុណ្ណេះសិនខ្ញុំនិយាយពីបញ្ហាកស៊ូខ្ញុំតែងនិយាយហើយបាទបើសិនមកបងប្អូនស្រឡាញ់កស៊ូបាទចំពោះដំណាំដំឡូងនេះអញ្ចឹងបងប្អូនគួរតែអាចបាទដាក់ធុង6អីបងប្អូនអាចដាំ2ជួរទៅបាទបើបងប្អូនដាច់ចិត្តមិនអាចដាំបានណាបាទតែបើបងប្អូនជៀសបានជៀសទៅបាទជៀសបានជៀសទៅបាទទី1បងប្អូនកុំអត់ដាំដំឡូងទី1បងប្អូនស្រួលថែកស៊ូបាទតែបងប្អូនយើងយ៉ាប់ធ្វើស្មៅអីឆ្នាំទី1បងប្អូនចង់ភ្ជួរដីត្រឡប់ទៅត្រឡប់មកស្រីលើបងប្អូនតាបាទអត់មានហ៊ានផលប៉ះពាល់ទេទី2
គឺបច្ចុប្បន្ននេះគឺមានថ្នាំសេរីបាញ់ថ្នាំស្មៅសេរីថ្មីទូប៉ះកស៊ូតិចតួចក៏អត់មានបញ្ហាបាទហើយមួយទៀតចំពោះបាញ់ថ្នាំបើគឺបងប្អូនត្រូវតែព្យាយាមបាញ់បាទបាញ់ថ្នាំបាទឆ្នាំទី1នេះយកចិត្តទុកដាក់មែនតែនបើបងប្អូនទៅមិនដាំណាបាទមកទឹកបាញ់មកទឹកបាញ់មកទឹកបាញ់បាទបានមួយខែក្រោយបងប្អូនដាក់10ថ្ងៃម្ដង10ថ្ងៃម្ដងបាន2ខែក្រោយបងប្អូនឡើងទៅ5 10ថ្ងៃម្ដងក៏បានដែរមកឲ្យបងប្អូនបាញ់រហូតរើយជ្រុំវាជារើយបាទហើយចំពោះចូលដល់ឆ្នាំទី2បាទការដាំវាតែងតែមានងាប់ឲ្យតិចតួចដីតពកឬដីដែលមិនទាន់ល្អបាទហើយការដាក់ជីយ៉ាងដែរខ្ញុំបានបកស្រាយឲ្យបងប្អូនអាចមើលទៅបាទហើយចំណុចពិសេសដែលខ្ញុំចង់និយាយនោះបាទគឺការថែទាំបងប្អូនយកចិត្តទុកដាក់បាញ់ថ្នាំបំពន់ដាក់ជីឲ្យបានដិតដល់បាទកស៊ូមិនមែន2ឆ្នាំប៉ុណ្នេះទេបងប្អូនបាទបងប្អូនឯងខ្ញុំឃើញបង្ហាញបាទកស៊ូអតិថិជនដែលគាត់ប្រើប្រាស់ជីថ្នាំរបស់ខ្ញុំគឺមានប៉ុណ្ណឹងឬអាចលើសនឹងបាទប៉ុន្តែខ្ញុំនិយាយអាចប៉ុណ្ណឹងស្មើបាទមិនមែនតូចជាងនឹងទេបងប្អូនមើលបងប្អូនមើលមានអាងាប់ជួសហើយងាប់បងប្អូនងាប់មិនតិចទេនេះគឺខាតពេលណាបងប្អូនគឺខាតពេលបងប្អូនទាំងអស់គ្នាបងប្អូនមើលជួសប៉ុណ្នេះហើយបងប្អូនមើលដើមនេះបាទបងប្អូនមើលដងមើលដើមមើលបាទវាបាទបងប្អូនមិនបាននឹងបាទអ្នកនេះមិនបានមកដើមខ្ញុំដាំបានមួយឆ្នាំទេបាទនេះគ្រាន់តែសម្បកវាចាស់មែនបាទតែដើមវាបាទมันអាចទទួលយកបានទាំងអស់បងប្អូនមានខ្លះដាក់ងាប់ទៀតបងប្អូនឃើញទេបាទហមឹងឡើងហើយបាទនេះបងប្អូនឃើញមានដើមខ្លះងាប់កំពុងតែងាប់បាទហើយអាជួសខ្លះបងប្អូនឃើញមិញងាប់នេះហើយគឺជាចម្លើយមួយដែលបងប្អូនម្ចាស់ចំការកស៊ូទាំងអស់គួរគិតគួរពិចារណាបាទដីនេះគឺដីទំហំ7 ហិកតាបាទម្ចាស់គាត់បាទរកដំណោះស្រាយអត់បានបាទដំណោះស្រាយអត់បានប៉ុន្តែចម្លើយនៅមុខចម្លើយនៅមុខហ្នឹងការឆ្លើយតបហើយមួយទៀតពាក់ព័ន្ធនឹងការថែទាំគាត់បាញ់ម្ដងម្កាលដែរហើយការដាក់ជីក៏គាត់ដាក់ច្រើនដែរប៉ុន្តែបាទគាត់គិតថាដាក់ការកស៊ូតែដាក់ជីទៅធំរួចរាល់ល្អប៉ុន្តែអត់ទេបងប្អូនត្រូវចាំថាបងប្អូនយកដំណាំកូនកស៊ូបងប្អូនប្រៀបដូចនឹងកូនង៉ែតបាទប្រៀបដូចនឹងកូនង៉ែតបាទនោះបងប្អូននឹងដឹងថានៅពេលដែលយើងមានកូនងាបាទតើយើងត្រូវមានបំរុងអ្វីខ្លះទៅលើកូនក្មេងបាទអញ្ចឹងចំពោះដំណាំកស៊ូក៏ដូចគ្នាដែរវាប្រៀបដូចជាកូនក្មេងអញ្ចឹងនេះហើយគឺជាចម្លើយមួយដែលខ្ញុំតែងតែបាទប្រៀបធៀបនេះគឺខ្ញុំមិនមែនប្រៀបធៀបប្រឆិតប្រជៀងទេបាទប្រៀបធៀបនេះឲ្យបងប្អូនត្រេះរិះគិតពិចារណាហើយប្រាប់ឲ្យចំគោលដៅតែម្ដងកុំឲ្យបងប្អូនបាទសិក្សាពី channel YouTube ខ្ញុំហើយបាទដឹងចម្លើយហើយបងប្អូនមិនអនុមានបងប្អូនខ្លះដឹងហើយឮហើយមិនអនុវត្តទេបាទធ្វើបែបគាត់ក៏ថាល្អដែរប៉ុន្តែបងប្អូនមើលទៅនេះជួសឲ្យឡំពេញហ្នឹងបាទជួសរាល់ឆ្នាំឧទាហរណ៍ឥឡូវអាខ្លះចិត្តងាប់មិញអាខ្លះកំពុងតែឆដើមនេះឆដើមងាប់អញ្ចឹងនេះបងប្អូនឃើញឆដើមងាប់អញ្ចឹងហើយអានេះនៅប៉ុណ្នេះឲ្យបងប្អូនជួសមើលបាទបងប្អូនជួសមើលតើរយៈពេលប្រហែលទៀតដែលធ្វើឲ្យកស៊ូបងប្អូនបានជាធំលូតលាស់ស្មើប៉ុនគ្នាបាទអាហ្នឹងខ្ញុំមិននិយាយផងបាទខ្ញុំអត់និយាយទេពីព្រោះអីបងប្អូនមើលជិត2ឆ្នាំដើមប៉ុណ្ណឹងហ្នឹងបងប្អូននិយាយមើលបាទនេះចំពោះនេះគឺខ្ញុំគ្រាន់តែថតចែករំលែកជាព័ត៌មានបងប្អូនបាទដែលបងប្អូនបាទនៃប្រិមិត្តដែលគាត់ទស្សនាយើងខ្ញុំបាទបងប្អូនមើល2ឆ្នាំប៉ុណ្ណឹងណាបងប្អូនទទួលយកបានអត់បាទ2ឆ្នាំប៉ុណ្ណឹងហើយកស៊ូខ្លះជួសនេះបងប្អូនមើលជួសមួយឆ្នាំហ្នឹងប៉ុណ្ណឹងបងប្អូនទទួលយកបានអត់ហើយមើលបងប្អូនមើលដីបាទដីល្អខ្លាចជាដីសអានេះមិនមែនខ្សាច់ពីកម្ៅខ្លាចជាខ្សាច់បាទខ្លាច់សខ្លាច់ផុសតិចទៀតចង់ខ្លាចជាខ្សាច់ដែលយើងអាចចាក់ស៊ីម៉ង់បានបាទអញ្ចឹងការចូលរួមរបស់ខ្ញុំប៉ុណ្ណេះសូមអរគុណ